បាទជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងយើងតមេរៀនយើងទៀតបាទអញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំចង់លើកយក tool មួយចំនួនបន្ថែមទៀតយកមកបង្ហាញបាទអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរបងប្អូនចូលទៅសិក្សាជាមួយខ្ញុំទាំងអស់គ្នាបាទអញ្ចឹងចំពោះ tool ដែលខ្ញុំនឹងយកមកបង្ហាញនេះគឺតាកតងជាមួយ Path Selection Tool ហើយនិង Direct Selection Tool បាទអញ្ចឹងតាកតងនឹង Path Selection Tool ហ្នឹងគឺវាមានតួនាទី select ទៅលើ path ហើយយើងអាចចាប់ផ្លាស់ប្ដូរទីតាំងវាបានបាទអញ្ចឹងឧទាហរណ៍ខ្ញុំយក pen tool មកគូហើយខ្ញុំដូរជា path ហើយខ្ញុំគូបែបនេះសិនមកជារូបរាងអ្វីមួយសិនមកតទៅទៀតខ្ញុំចង់ផ្លាស់ប្ដូរឬក៏ចាប់ទាញ path នេះទៅលើទៅក្រោមអញ្ចឹងបាទអញ្ចឹងខ្ញុំប្រើ tool path selection tool នេះមកបងប្អូនយកបែបហ្នឹងមកបន្តទៀតបងប្អូន select ទៅលើ path ណាមួយមកបន្តទៀតបងប្អូនអាចចាប់ទាញវាបានឃើញអត់អញ្ចឹងតួនាទីវាគឺបែបហ្នឹងឯងទាក់ទងនឹង path ឬក៏យើងអាច select បែបហ្នឹងហើយយើងអាចចាប់ទាញវាអញ្ចឹងទៅអញ្ចឹងតេតងនឹង Path Selection Tool គឺបែបហ្នឹងតួនាទីរបស់វាចំណុចបន្ទាប់ទៀតតេតងនឹង Direct Selection Tool ចំពោះតួនាទីរបស់ Direct Selection Tool នេះវាមានតួនាទីសម្រាប់កែប្រែទម្រង់ Path បាទអញ្ចឹងឧទាហរណ៍ឥឡូវយើងមានទម្រង់វែងបែបហ្នឹងប៉ុន្តែខ្ញុំអត់ចង់បានបែបហ្នឹងទេខ្ញុំអាច select លើវាមកคลิกលើ path មួយមកបន្ទាប់ទៀតបងប្អូនអាចចាប់ទាញកែប្រែរូបរាងវាបានទៅតាមអ្វីដែលយើងចង់បានទៅឬក៏បងប្អូនមានអានេះមកបងប្អូនយក rectangle tool នេះយកមកគូជារូបរាងអ្វីមួយមកតទៅទៀតបងប្អូនចង់កែប្រែទម្រង់ឬក៏រូបរាងខ្សែហ្នឹងបងប្អូនយក direct selection tool នេះមកយកមកចុចចំណុចណាមួយមកតទៅទៀតបងប្អូនអាចកែប្រែទម្រង់វាបានឃើញអត់បងប្អូនចង់បានលក្ខណៈបែបម៉េចហើយអានេះចង់ទាញទៅលើទាញចុះក្រោមអីបងប្អូនអាចកែប្រែទៅតាមនឹងអញ្ចឹងណាបាទអញ្ចឹងបងប្អូនអាចតេស្តមើលទៅបងប្អូននឹងយល់កាន់តែច្បាស់បាទទាក់ទងនឹង tool ពីរហ្នឹងបាទមិនអញ្ចឹងខ្ញុំបង្ហាញប៉ុណ្ណឹងទាក់ទងនឹង Path Selection Tool ហើយនិង Direct Selection Tool បាទអញ្ចឹងចំពោះចំណុចបន្ទាប់ទៀតទាក់ទងនឹង Rectangle Tool បាទបើយើងនិយាយស្រួលស្ដាប់ទៅ tool ទាំងអស់ហ្នឹងគឺជា shape ទេប៉ុន្តែវាមានឈ្មោះទៅតាមទម្រង់រូបរាងវាមួយបាទទី1ហ្នឹងយើងហៅថា Rectangle Tool ellipse tool លក្ខណៈមូល triangle tool ហ្នឹងលក្ខណៈត្រីកោណអញ្ចឹងទៅហើយ polygon tool ហ្នឹងវាមានជ្រុងមួយអញ្ចឹងទៅបាទអញ្ចឹងតាកតងនឹង rectangle tool នេះវាមានតួនាទីសម្រាប់ឲ្យយើងគូរូបរាងអ្វីមួយជាលក្ខណៈជ្រុងឬក៏ជាលក្ខណៈវែងបែបនេះអញ្ចឹងបាទបងប្អូនអាចយកវាមកហើយអូសបែបនេះមកគឺវានឹងទៅតាមរូបរាងដែលបងប្អូនចង់បានឬបងប្អូនយកវាមកហើយបងប្អូនចុច shift មកហើយទាញវាមកវានឹងចេញលក្ខណៈជ្រុងបែបនេះបាទហើយបងប្អូនមើលនេះបងប្អូនអាចកែតម្រង់ទាញវាមក4ជ្រុងអញ្ចឹងទៅឬក៏បងប្អូនចង់ទាញទៅមួយបងប្អូន double click លើអានេះ2ដងឃើញអត់វាមកតែមួយបងប្អូន double click លើវា2ដងហើយបងប្អូនចាប់ទាញមកវាមកតែមួយទេប៉ុន្តែបើសិនបើបងប្អូនយកមកទាញតែម្ដងគឺវាទៅទាំងអស់អញ្ចឹងទៅទាំង4ជ្រុងតែបងប្អូនចង់ទាញមួយបងប្អូនអាច double click លើវាមកចាប់ទាញវាមកឬក៏បងប្អូនមកមើលកន្លែង property នេះបងប្អូនអាចកំណត់អានេះខាងលើឆ្វេងស្ដាំអានេះខាងក្រោមឆ្វេងស្ដាំដែរអញ្ចឹងទៅបងប្អូនចង់ឲ្យវាផ្លាស់ប្ដូរតែមួយបងប្អូនដាក់លេខចំនួនលេខនៅនេះមកប៉ុន្តែមុននឹងដាក់បងប្អូនត្រូវដោះសចេញសិនបើបងប្អូនអត់ដោះសទេបងប្អូនដាក់លេខមកហើយបងប្អូន enter គឺវាទៅទាំងអស់តែម្ដងតែបើសិនជាបងប្អូនដោះសហើយបងប្អូនដាក់ចំនួនលេខហើយបងប្អូន enter គឺវាទៅតែមួយទេអញ្ចឹងគឺបែបហ្នឹងហើយបងប្អូនអាចដាក់ជាលក្ខណៈ fill នេះគឺផ្ទៃខាងក្នុងបងប្អូនអាចដូរជាពណ៌អ្វីមួយមកហើយបងប្អូនចង់ដាក់ stroke បងប្អូនចុចកន្លែងនេះហើយបងប្អូនដាក់ stroke មកហើយវាទួចអានេះចំនួន stroke យើងចង់បានធំឬក៏ទួចអាស្រ័យលើយើងចង់បានអញ្ចឹងទៅបែបហ្នឹងហើយអានេះគឺជា style វាទេយើងចង់បានលក្ខណៈបែបម៉េចអញ្ចឹងបាទអញ្ចឹងវាស្តៀងទៅនឹង pen tool យើងដែលខ្ញុំបានបង្ហាញទាក់ទងនឹង shape នេះគឺវាដូចតែគ្នាទេបាទកាលណាបងប្អូនយល់អានឹងហើយអាក្រមនេះក៏អត់ពិបាកយល់ដែរគឺវាដូចតែគ្នាទេអញ្ចឹងនឹងអាស្រ័យលើយើងចង់បានទាក់ទងនឹង align យើងកំណត់វាលើក្រមក្តារអីខ្ញុំបានបញ្យល់បងប្អូនរួចហើយបាទអញ្ចឹងទាក់ទងនឹង shape គឺបែបហ្នឹងហើយវាមានទម្រង់នេះចង់បានលក្ខណៈមូលបងប្អូនយកមកហើយបងប្អូនចុច shift មកគឺវាចេញទម្រង់មូលហើយចង់ដោះ stroke ចេញវិញបងប្អូនចុចកន្លែងនេះមកបងប្អូនយកណាន់មកគឺវានឹងដោះ stroke ចេញវិញហើយបាទហើយទម្រង់ផ្សេងទៀតនេះអានេះដូចគ្នាទេគ្រាន់តែវាខុសទម្រង់អញ្ចឹងទៅ
អ្វីដែលខ្ញុំចង់បង្ហាញគឺទាក់ទងនឹង Polygon tool នេះ Polygon tool ហ្នឹងគឺយើងអាចកំណត់ចំនួនវាបាននេះបងប្អូនមកមើលកន្លែងនេះមកបើសិនបងប្អូនដាក់5កន្លែងនេះគឺវាឃើញតែ5ទេ1 2 3 4 5បងប្អូនអាចរាប់បានអញ្ចឹងបាទបើសិនបងប្អូនចង់បាន15បងប្អូនដាក់ចំនួនលេខ15មកបងប្អូន10ហើយចាប់ទាញមកគឺវានឹងចេញ15ជ្រុងអញ្ចឹងទៅបាទវាចេញទៅតាមអ្វីដែលបងប្អូនបានកំណត់អញ្ចឹងបាទអញ្ចឹងកាលណាបងប្អូនដាក់លេខកាន់តែច្រើនគឺវាចេញជ្រុងកាន់តែច្រើនហើយវាញឹកវាអាចនឹងធ្វើឲ្យមូលជាងមុនអញ្ចឹងបាទហើយបងប្អូនក៏អាចធ្វើឲ្យវាដូចលក្ខណៈ tag លក្ខណៈយើងបង្កើតវាដាក់ពីក្រោយ Discord ដាក់ពីក្រោយលេខយើងអាចដាក់ចំនួនលេខអ្វីមួយមកឧទាហរណ៍ចង់បាន15អញ្ចឹងទៅហើយខ្ញុំបង្កើតបែបហ្នឹងមកហើយអ្នកបងប្អូនមកមើលខាងស្ដាំដៃយើងគឺវាមាននេះយើងអាចកំណត់ចំនួនបន្ថែមនៅទីនេះហើយកន្លែងនេះបងប្អូនអាចទាញមកនេះឃើញអត់បើបងប្អូនដាក់ចំនួននេះតិចគឺវានឹងចេញបែបនេះលក្ខណៈយើងដាក់តម្លៃអញ្ចឹងបងប្អូនអាច share អក្សរនៅក្នុងនេះអញ្ចឹងទៅនេះបែបហ្នឹងមិនចឹងសង្ឃឹមថាបងប្អូនយល់ទាក់ទងនឹង Polygon tool នឹងបាទបន្តមកទៀតទាក់ទងនឹង line tool នេះអត់មានអីខុសគ្នាទេអានេះជាលក្ខណៈ line បាទយើងអាចគូមកហើយយើងអាចធ្វើឲ្យវាធំទូចទៅតាមអ្វីដែលយើងចង់បានទៅហើយយើងអាចបដូរពណ៌បានដូចគ្នាបាទអញ្ចឹងទាក់ទងនឹងពណ៌យើងអាចបដូរនៅទីនេះក៏បានឬក៏ property នេះក៏បានដែរទាក់ទងនឹង panel property យើងហ្នឹងហើយចំណុចបន្ទាប់ទៀតទាក់ទងនឹង custom shape tool នេះវាមាន shape ស្រាប់ជាច្រើនបាទឃើញអត់មានជាសត្វមានជាអីអញ្ចឹងទៅអានេះគឺជាអ្វីដែល free ឲ្យយើងស្រាប់ទេជា default វាអញ្ចឹងបាទបងប្អូនអាចបើកប្រើប៉ុន្តែអានេះខ្ញុំបាន import វាចូលមកបន្ថែមអ្វីដែលគេ free គឺប្រហែលមានតែ4ហ្នឹងទេបាទបងប្អូនអាចយកវាមកប្រើបានយកវាមកគូមកជាលក្ខណៈសញ្ញាអ្វីមួយអញ្ចឹងបាទអញ្ចឹងប៉ុណ្្នឹងទាក់ទងនឹង shape បាទខ្ញុំបង្ហាញតែប៉ុណ្្នឹងទេចំពោះចំណុចបន្ទាប់ទៀតទាក់ទងនឹង hand tool នេះវាមានតួនាទីសម្រាប់ចាប់ផ្ទៃគីកាយើងទាំងមូលបានអ្នកឃើញអត់យើងអាចអូសមើលបាទឆ្វេងស្ដាំលើក្រោមអញ្ចឹងទៅនេះបើយើងអត់ចង់ប្រើ tool នឹងទេ shortcut វាគឺចុច space ឲ្យជាប់មកវាចេញរូបដៃដូចគ្នាចុច space ឲ្យជាប់មកឃើញអត់ហើយយើងអាចចាប់ទាញដូចគ្នាshortcut វា edge យើងចុច edge មកគឺវាចូលតែម្ដងវាអត់ខុសគ្នាទេបាទគឺបែបហ្នឹងហើយមួយទៀតទាក់ទងនឹង rotate view tool បាទអញ្ចឹងទាក់ទងនឹង rotate view tool នេះមានន័យថាជា tool មួយសម្រាប់ឲ្យយើងបង្វិលផ្ទាំងកិច្ចការយើងចង់បានប្រមាណ degree អីអញ្ចឹងណាយើងអាចពវិលវាមកឃើញអត់មើលលើក្រោមឆ្វេងស្ដាំអីបានប៉ុណ្ណឹងហើយយើងចង់ឲ្យវាដូចដើមវិញបងប្អូនចុច reset view មកគឺវាដូចដើមវិញហើយឬក៏បងប្អូនចង់កំណត់លេខនៅទីនេះក៏បានបងប្អូនចង់បាន109គឺវា trade បែបហ្នឹងអញ្ចឹងទៅហើយបងប្អូនអាចពវល់អានេះក៏បានដែរនេះអាចចាប់ពវល់អញ្ចឹងបាទឬក៏បងប្អូនពវល់នៅនេះក៏បានដែរអាស្រ័យលើបងប្អូនអញ្ចឹងទៅចង់ឲ្យវាដូចដើមវិញបងប្អូនចុច reset view មកគឺវាដូចដើមវិញហើយគឺបែបហ្នឹងទាក់ទងនឹងតួនាទីរបស់វាអញ្ចឹងខ្ញុំសូមបង្ហាញតែចំនួន3 toolbox សិនយើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាទអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេសូមអរគុណនិងសូមជម្រាបលា